របស់លោកហ៊ុនម៉ាណែតថ្ងៃនេះគឺលោកហ៊ុនម៉ាណែតគាត់ចេញសារជាទូទៅគឺនាយករដ្ឋមន្ត្រីខ្មែរគាត់ប្រកែករនឹកខ្ញុំសូមសរសើរដោយស្មោះហើយវាជាជំនាញរបស់មេដឹកនាំខ្មែរហើយព្រោះឥឡូវនេះគឺពេលនេះគឺជាពេលដែលការពារចំហរដ្ឋាភិបាលផងការពារចំហគណៈបកការអំណាចផងការពារអីសពបែបយ៉ាងព្រោះកំពុងតែរងព្យុះព្យូមៀពីការរិះគន់ពីជំទឹះតកតងនឹងរឿងសមត្ថភាពរបស់តុលាការសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការថែរក្សានិងការពារដែនអធិបតេយ្យកម្ពុជាមិនឲ្យមានការឈ្លានពានពីសំណាក់រដ្ឋបរទេសជាពិសេសគឺប្រទេសថៃនៅក្នុងពេលនេះដែលទីតាំង76កន្លែងទៅហើយត្រូវបានថៃយកទៅគ្រប់គ្រងហើយកម្ពុជាមិនអាចទាមទារអ្វីបានដែលស្ថានភាពនេះគឺជាទូទៅគឺជាគ្រោះថ្នាក់ណាស់សម្រាប់រដ្ឋាភិបាលណាទាំងអស់នៅលើលោកនេះគឺឈរជើងមិននឹងទេព្រោះវាជាលក្ខខណ្ឌសត្យានុមត្តមិនមែនជាលក្ខខណ្ឌអត្តនោមត្តទៅតាមអ្នកណាគិតទៅតាមអ្នកណាថាទៅតាមអ្នកណាវិភាគគឺជាលក្ខខណ្ឌសត្យានុមត្តមួយគឺបានន័យថានៅពេលដែលដែនអធិបតេយ្យរបស់រដ្ឋមួយត្រូវបានរដ្ឋបរទេសឈ្លានពានហើយប្រទេសដែលជារដ្ឋអធិបតេយ្យក្រោមការដឹកនាំរបស់អ្នកណាក៏ដោយមេដឹកនាំណាក៏ដោយមិនអាចការពារដែនអធិបតេយ្យរបស់ខ្លួនបាននោះគឺជាដំណាក់កាលចុងក្រោយនៃរបបឬក៏ការដឹកនាំរដ្ឋនោះហើយការនេះគឺមិនមែនជាការប៉ងរបស់គណៈបកប្រឆាំងហើយក៏មិនមែនជាការប៉ងរបស់ប្រជាពលរដ្ឋណាមួយដែរប៉ុន្តែវាជាលក្ខខណ្ឌសត្យានុមត្តនៃធម្មជាតិនៃអ្វីដែលកើតឡើងព្រោះបើយើងមើលសម័យបកូនណាសម្ដេចព្រះបាទនរោត្តមសីហនុដែលលោកអនុញ្ញាតឲ្យពួកវៀតកុងវៀតណាមខាងជើងយកដីខ្មែរនៅខុសច្បាប់ដើម្បីវាយទាហានវៀតណាមខាងត្បូងគឺពួកធាវគីដែលពេលនោះគឺដីកម្ពុជាមួយផ្នែកធំត្រូវបានទាហានវៀតកុងចូលមកហើយបកូនណាសម្ដេចនរោត្តមសីហនុកាលពីជំនាន់នោះគឺលោកមិនអាចនឹងដេញវៀតកុងបានគឺមានតែអនុញ្ញាតឲ្យវៀតកុងចូលជ្រៀតជ្រែកនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយផ្ដល់ជាត្រីងៀតអង្គចព្រៃអីទៀតផងផ្ដល់ផ្គត់ផ្គង់សម្ភារៈស្បៀងដើម្បីឲ្យជនបរទេសទាំងនេះគឺយកទឹកដីដែនអធិបតេយ្យកម្ពុជាដើម្បីវាយគ្នាតាក់ទងនឹងសង្គ្រាមឆ្លោះគ្នានៃប្រទេសវៀតណាមខាងត្បូងនិងខាងជើងប៉ូលកុម្មុយនីសនិងប៉ូលសេរីនៅប្រទេសវៀតណាមសោះដោយសារតែការលូកដៃចូលជ្រៅនៅក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃហើយដែលស្ថានភាពនេះគឺធ្វើឲ្យកម្ពុជាបាត់ឯករាជ្យម្ចាស់ការខ្លួនឯងបែបនេះធ្វើឲ្យព្រះបាទនរោត្តមសីហនុចាប់ផ្ដើមធ្លាក់ចុះប្រជាប្រិយយ៉ាងខ្លាំងបើទោះបីព្រះមហាក្សត្រអង្គនេះគឺធ្លាប់មានប្រកិត្តិនាមនិងការគោរពកោតស្ញប់ស្ញែងនិងឲ្យតម្លៃយ៉ាងជ្រៅយ៉ាងខ្ពស់តែទីបំផុតគឺត្រូវបានប្រជាពលរដ្ឋជាពិសេសគឺក្រុមអ្នកដែលស្និទ្ធស្នាលនឹងបកូនណាតែម្ដងកាលនឹងមានសេនាប្រមុខលន់នល់ដោយមានការជ្រោមជ្រែងពីសហរដ្ឋអាមេរិកផងដោយសារសហរដ្ឋអាមេរិកដឹងថាពេលនេះគឺជាឱកាសមាសនៅក្នុងការផ្លាស់ប្ដូរការដឹកនាំរដ្ឋរបស់បកូនណាព្រះបាទនរោត្តមសីហនុដើម្បីកុំឲ្យពួកវៀតកុងអាចនឹងយកទឹកដីខ្មែរយកទៅវាយជាមួយពួកធាវគីដែលអាមេរិកកំពុងតែជួយគ្រប់គ្រងដើម្បីរំដោះវៀតណាមឲ្យចេញពីរបបកុម្មុយនីសដូច្នេះឯងហើយបានជាមានរដ្ឋប្រហារឆ្នាំ1970អ្នកដែលគ្រប់គ្រងលោកសេនាប្រមុខលន់នល់មិនចាត់ទុកថារឿងនេះជារដ្ឋប្រហារក៏ប៉ុន្តែរឿងនេះគឺជារដ្ឋប្រហារដោយសារតែប្រកូនណាលោកយាងទៅក្រៅប្រទេសពេលនោះឯងសភាដែលដឹកនាំដោយសេនាប្រមុខលន់នល់ដែលជាការជ្រោមជ្រែងពីសហរដ្ឋអាមេរិកក៏បានបោះឆ្នោតទម្លាក់សេចក្តីទុកចិត្តពីប្រកូនណាសម្ដេចនរោត្តមសីហនុហើយបានបណ្ដេញព្រះអង្គចេញពីការគ្រប់គ្រងរដ្ឋាភិបាលធ្វើឲ្យសេនាប្រមុខលន់នល់ចាប់ផ្ដើមគ្រប់គ្រងប្រទេសនេះជំនួសព្រះមហាក្សត្រខ្មែរដោយសារតែយករឿងព្រំដែននឹងយកមកជាហេតុហើយមានប្រជាពលរដ្ឋជាច្រើនគ្រប់គ្រងខាងក្រមសេនាប្រមុខលន់នល់និងខាងសាធារណរដ្ឋដោយសារតែគេមិនចង់ឲ្យវៀតណាមជ្រៀតជ្រែកឈ្លានពានទឹកដីកម្ពុជាដូច្នេះឯងហើយបានជានៅពេលដែលមានរឿងសម័យខ្មែរក្រហមសន្ទុះនៅពេលដែលមានសម័យសាធារណរដ្ឋហ្នឹងនៅពេលដែលកើតឡើងមកហើយចាប់ផ្ដើមបណ្ដេញជនជាតិវៀតណាមទៅប្រទេសវៀតណាមវិញរហូតតតែមានការបាញ់សម្លាប់បណ្ដែតទឹកអីហ្នឹងគឺថាប្រវត្តិសាស្ត្រហ្នឹងគឺនៅស្រស់នឹងមុខគឺដោយសារអីរឿងអធិបតេយ្យតើតងនឹងរឿងអធិបតេយ្យនេះគឺវា
យើងមើលសំបីតែប្របាទបកូរណាសម្ដេចនរោត្តមសីហនុដែលព្រះអង្គមានប្រជាប្រិយសម្បើមណាស់គ្មាននរណាម្នាក់អាចនឹងទៅប្រៀបឬក៏ប្រកួតប្រជែងនឹងព្រះអង្គបានផងទេសង្គមរាស្ត្រនិយមដែលព្រះអង្គបានដឹកនាំប្រទេសដ៏អស្ចារ្យនៅតែមិនអាចឈានដូចថាជ្រែងកាន់អំណាចនេះបានដោយសារតែរឿងបញ្ហាអធិបតេយ្យហ្នឹងឯងឥឡូវមកដល់ប្រទេសកម្ពុជាតកតងនឹងរឿងព្រំដែនខ្មែរថៃរឿងព្រំដែនខ្មែរវៀតណាមគឺយើងមានរឿងច្រើនណាស់គឺដោយសារតែព្រំដែនវៀតណាមនឹងហើយដែលធ្វើឲ្យគណៈបកប្រជាជនកម្ពុជាក៏ធ្លាក់ប្រជាប្រិយច្រើនណាស់បើកុំតែរំលាយគណៈបកប្រជាជនកម្ពុជាគណៈបកប្រជាជនកម្ពុជាសំទោសបើកុំតែរំលាយគណៈបកសង្គ្រោះជាតិគណៈបកកម្ពុជាជនកម្ពុជាអត់អាចគ្រប់គ្រងអំណាចបានដោយសពថ្ងៃទេហើយការរំលាយការធ្វើបាបការធ្វើទុកបុកម្នេញធ្វើឲ្យប្រជាពលរដ្ឋបាក់ស្បាតងើបមួយវាយមួយនេះឯងដែលជាការពង្រីកឥទ្ធិពលរបស់គណៈបកកណ្ដាលអំណាចមិនមែនប្រជាប្រិយបានមកដោយការសន្សំពីសេចក្តីស្រឡាញ់សេចក្តីគោរពសេចក្តីអាណិតសេចក្តីអាសូរពីប្រជាពលរដ្ឋទេអ្វីដែលគណៈបកប្រជាជនកម្ពុជានៅកាន់អំណាចបានដោយសពថ្ងៃដែលមិនទាន់រលាយនេះណាគឺដោយសារតែអំណាចផ្ដាច់ការនៃការធ្វើបាបប្រជាពលរដ្ឋងើបមួយវាយមួយទេព្រោះប្រជាពលរដ្ឋខ្មែរបាក់ស្បាតចាប់គេដាក់គុករំលាយគណៈបកនេះបង្កើតច្បាប់នេះដើម្បីធ្វើទុកបុកម្នេញអ្នកនេះបណ្ដេញអ្នកកសែតបណ្ដេញអង្គការសង្គមស៊ីវិលធ្វើដូចថានិយាយទៅគឺប្រព័ន្ធតុលាការក៏មិនឯករាជ្យយោធាប៉ូលីសស្អីក្រោមការគ្រប់គ្រងរបស់គណៈបកនយោបាយដែលអញ្ចឹងទៅធ្វើឲ្យប្រព័ន្ធដឹកនាំរដ្ឋយើងអត់ខុសពីអរងហ្មងអេរ៉ង់គឺអត់អាចនឹងឲ្យរបបមួយនឹងរលាយបានដោយសារតែមានដឹកនាំផ្ដាច់ការខ្លាំងក៏ដោយសារអីមិនមែនបានន័យថាប្រជាពលរដ្ឋ Your ads are running. Customers are messaging you on WhatsApp every day. So why are sales still not catching up? Because customers are ជាប្រដ្ឋខ្លាំងពេកដល់ដំណាក់កាលមួយគឺងើបមួយវាយមួយងើបមួយសម្លាប់មួយដល់អញ្ចឹងទៅគ្នាអត់មានអីអ្នកណាដែលអាចរត់រួចទៅនៅស្រុកក្រៅសុំសិទ្ធិច្រកកោននយោបាយទៅហើយតស៊ូមតិពីខាងក្រៅប៉ុន្តែអ្នកក្នុងស្រុកគឺដោយរបបខ្មែរក្រហមអញ្ចឹងនៅអេរ៉ង់សម្ងាយដោយរបបខ្មែរក្រហមអញ្ចឹងគឺនិយាយអីអត់បានងើបមួយវាយមួយសម្លាប់ចោលអស់តែម្ដងយកទៅព្យួរកយកអីទៅដល់អញ្ចឹងយើងឃើញប្រជាពលរដ្ឋមិនអាចផ្ដួលរំលំរបបដឹកនាំផ្ដាច់ការរបស់អ៊ីរ៉ង់បានរហូតទាល់តែពិភពលោកដោយអាមេរិកអីជួយអន្តរាគមនឹងជួយបានមួយឆាវប៉ុន្តែក៏នៅតែមានការលំបាកនៅក្នុងការផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋនៅអ៊ីរ៉ង់ដែរដោយសារតែប្រជាពលរដ្ឋបាក់ស្បាតអស់រកអ្នកជំនួសអត់បានរឿងនេះហើយដែលជាវិបត្តិសម្រាប់ពិភពលោកនិងសម្រាប់អ៊ីរ៉ង់ដែរឥឡូវងាកមកប្រទេសកម្ពុជាវិញលោកហ៊ុនម៉ាណែតក៏ថាតាមពិតមានក្រុមប្រឆាំងបន់ស្រន់ឬក៏ប៉ុនប៉ងឬក៏ប្រាថ្នាចង់ឲ្យគណៈបកប្រជាជនកម្ពុជានេះរលាយចង់ឲ្យរដ្ឋាភិបាលនេះរលាយហើយឱកាសដែលរលាយហ្នឹងគឺនៅពេលដែលមានចំនួនព្រំដែនដែលទប់ថៃអត់បានធ្វើឲ្យថៃឈ្លានពានអាចរំលោភយកដីខ្មែរដល់ទៅ70កន្លែងជាងហើយមានបញ្ហា scam អនឡាញមានបញ្ហាអសកម្មអីសពបែបយ៉ាងគឺវាជាព្យុះព្យូមៀដែលពេលហ្នឹងគឺជាឱកាសមាសដែលរដ្ឋាភិបាលណាក៏ឈរជើងមិនរួចដែរនៅពេលដែលរដ្ឋាភិបាលកម្ពុជាឈរជើងរួចទប់បានលោកហ៊ុនម៉ាណែតបែរទៅជាថ្លែងសារប្រាប់ទៅពិភពលោកជាពិសេសយកវេទិកាហ្នឹងទៅប្រាប់ថាគណៈបកប្រជាជនកម្ពុជារឹងមាំណាស់រដ្ឋាភិបាលកម្ពុជារឹងមាំណាស់ក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាគ្មានអ្នកណាអាចរំលាយតកូលហ៊ុនឬក៏គណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលនេះបានទេវាខុសពីការស្មានទុកឬប៉ុនប៉ងរបស់ក្រុមប្រឆាំងដែលបន់ឲ្យគណៈបកនេះរលាយឬក៏រដ្ឋាភិបាលនេះរលាយតាមរយៈរឿងដូចថាកើតឡើងនៅជំនួបព្រំដែនលោកហ៊ុនម៉ាណែតអះអាងថ្ងៃនេះថារឿងដែលគណៈបកកម្ពុជានៅឈរជើងរឹងរដ្ឋាភិបាលក៏អត់ទៅណាគឺដោយសារតែលោកអះអាងថាមកពីកម្លាំងមហាសាមគ្គីជាតិខ្មែរមូលគ្នាក្រោមធ្លុងក្រោមម្លប់របស់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជានេះគឺជាសារនយោបាយសុទ្ធសាធបាទព្រោះបើយើងសារនយោបាយនេះគឺវាខុសពីតថភាពសង្គមជាការពិតដែរយើងឃើញគណៈបកប្រជាជនកម្ពុជាអត់ទៅណាទេនៅនឹងដដែលរដ្ឋាភិបាលក៏នៅនឹងដដែលមន្ត្រីការងារទាហានប៉ូលីសឬក៏មន្ត្រីរាជការអីនៅប្រព្រឹត្តការងារដដែលក៏ប៉ុន្តែអ្វីដែលលោកហ៊ុនម៉ាណែតលើកសារនេះយកមកនិយាយនៅពេលនេះគឺលោកចង់ស្អំចិត្តប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាកុំឲ្យបាក់ទឹកចិត្តកុំឲ្យឃ្លីងឃ្លោងកុំឲ្យបាក់ស្មារតីឲ្យផ្ចង់ថាអ្វីគឺវាមិនអីទេ
ដល់រាបណាគណៈបកប្រជាជនកម្ពុជានៅរឹងមាំនៅមានការជួយគ្រប់គ្រងនៅមានការជួយហៅអើគឺអត់ទៅណាទេអញ្ចឹងគាត់កេងចំណេញប្រយោជន៍នៅក្នុងឱកាសនេះដើម្បីប្រាប់ប្រជាពលរដ្ឋថាអត់ទៅណាទេគណៈបកនេះនៅតែខ្លាំងរឹងមាំដដែលបងប្អូនតាមពិតគណៈបកប្រជាជនកម្ពុជាគឺជាគណៈបកមួយដ៏រឹងមាំមែនហើយបើយើងមើលឲ្យមែនតែនគឺជាការពិតគឺជាតថភាពសង្គមប៉ុន្តែភាពរឹងមាំរបស់គណៈបកប្រជាជនកម្ពុជានេះមិនមែនរឹងមាំដោយអំណាចនៃសេចក្តីគោរពអំណាចនៃសេចក្តីថ្លៃថ្នូរសុជីវធម៌សិលធម៌គុណធម៌ការគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យការសន្សំបុណ្យកុសលឬក៏ការសាងអំពើល្អទេគណៈបកមួយនេះគឺនៅរឹងអំណាចដោយសារតែការបង្ក្រាបការបំផ្លាញសិទ្ធិមនុស្សការបំផ្លាញប្រជាធិបតេយ្យងើបមួយវាយមួយចាប់មេបកប្រឆាំងដាក់គុករំលាយគណៈបកប្រឆាំងបណ្ដេញអង្គការសង្គមស៊ីវិលឯករាជ្យបិទសារព័ត៌មានផ្សព្វផ្សាយឯករាជ្យយកប្រព័ន្ធតុលាការជាឧបករណ៍ដើម្បីជាឧបករណ៍នយោបាយធ្វើបាបសម្លេងប្រឆាំងសកម្មជនបរិស្ថាននិងអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលទាំងអស់គ្នាទោះបីជាគេប្រើប្រាស់សិទ្ធិតាមរដ្ឋធម្មនុញ្ញក៏ដោយទាំងអស់នេះគឺសុទ្ធតែជារឿងដែលធ្វើឲ្យគណៈបកប្រជាជនកម្ពុជានឹងឈររឹងបានគណៈបកប្រជាជនកម្ពុជាឈររឹងបានដោយសារការបង្ក្រាបប្រជាពលរដ្ឋឲ្យបាក់ស្បាតទេណាមិនមែនដោយសារតែភាពខ្លាំងដែលបានអំណាចនៃសេរីភាពបានអំណាចនៃការបោះឆ្នោតដោយសេរីត្រឹមត្រូវបានអំណាចដោយការប្រកួតដោយស្មើភាពគ្នាស្មើគីឡូគ្នាទេអត់មែនអញ្ចឹងទេគឺបានមកដោយការពាក់កង់ដោះកង់បោចសក់ខ្ញាំលួចចាក់ពីក្រោយចាប់ចងស្លាប់សេកគេហើយវាយគេផ្ទះគេភ្ជង់អាញាកណ្ដាលអីទេរឿងនេះគឺអញ្ចឹងឯងហើយអំណាចបែបនេះប្រជាប្រិយបែបនេះលោកហ៊ុនម៉ាណែតអាចនិយាយត្រូវក្នុងន័យថាមកដល់ម៉ោងហ្នឹងគឺគណៈបកប្រជាជនអត់ទៅណារដ្ឋាភិបាលអត់ទៅណាហើយមិនរលាយទៅណាចង់និយាយចឹងគឺចង់ប្រាប់ថាអ្នកដែលបោះឆ្នោតឲ្យគណៈបកប្រជាជនជឿទុកចិត្តទៅថាអត់ទៅណាក៏ប៉ុន្តែយើងមើលអំពីការពិតជាក់ស្ដែងយើងឃើញគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាអត់ទៅណាមែនក៏ប៉ុន្តែបញ្ហាគឺដូចនាវាដែលកំពុងតែធ្លុះធ្លាយវាគ្រាន់តែចាំពេលវេលាទេសប្ងៃគឺគណៈបកប្រជាជនកម្ពុជាគាត់អាចទប់បានហើយអត់មានទៅការប៉ងរបស់គណៈបកប្រឆាំងឬក៏ការដែលអំពាវនាវរបស់គណៈបកប្រឆាំងឬក៏សេចក្តីប្រាថ្នារបស់គណៈបកប្រឆាំងណាដែលចង់ឲ្យគណៈបកឬរដ្ឋាភិបាលនេះរលាយទេខ្ញុំជឿថាដោយសារតែរដ្ឋាភិបាលកម្ពុជាខ្លួនឯងគណៈបកប្រជាជនកម្ពុជាខ្លួនឯងដឹងខ្លួនថាអំពើដែលខ្លួនធ្វើនេះគឺវាជាអំពើអកុសលកម្មជាអំពើបាបដល់អញ្ចឹងទៅភ័យខ្លួនឯងហើយចេះតែស្មានថាគេចង់ឲ្យខ្លួនរលាយប៉ុន្តែជាលក្ខខណ្ឌសច្ចានុមត្តជា logic គឺនៅពេលដែលអ្នកណាប្រព្រឹត្តអំពើរំលាយសិទ្ធិមនុស្សធ្វើបាបប្រជាពលរដ្ឋរំលាយឆន្ទៈគេ3លានអ្នកហើយធ្វើឲ្យប្រទេសយើងអន្តរាយដូចសពថ្ងៃនេះគ្មាននរណាគេចង់ឲ្យការដឹកនាំរដ្ឋបែបនេះនៅថិតថេរទេវាជា logic មិនមែនជាការប្រាថ្នាចង់ឲ្យគណៈបកប្រជាជនរលាយឬរដ្ឋាភិបាលរលាយទេក៏ប៉ុន្តែគេចង់ឲ្យរបៀបដឹកនាំរដ្ឋនេះមានការកែតម្រង់ជាវិជ្ជមានដើម្បីកុំឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងអន្លង់មរណៈព្រោះអីឥឡូវ scam online ធ្វើឲ្យពិភពលោកស្គាល់ខ្មែរទៅជា scam body ឯណាវិញហ្នឹងគឺថាក្រិចភ្ញៀវទេសចរយើងធ្លាក់ចុះអស់ 50% សេដ្ឋកិច្ចធ្លាក់មកនៅ 3% ពី 7.5 គឺក្រោម 50% ទៅទៀតហើយតកតងនឹងរឿងបញ្ហាអសកម្មអីផ្សេងទៀតមកកណកដឹករឿងនៅក្នុងសង្គមរាប់ភ្លេចអត់មានបានជួយដោះស្រាយអីទេរឿងព្រំដែនកម្ពុជាថៃ76កន្លែងថៃគ្រប់គ្រងហើយទន្ទ្រានរាល់ថ្ងៃយើងអត់អាចធ្វើអីបានផងហើយយើងខំប្រឹងសរសើរថានេះគឺជាភាពរឹងមាំខ្ញុំថាជាការស្អំចិត្តប្រជាពលរដ្ឋកុំឲ្យរំជើបរំជួលវាជាល្បិចនយោបាយរបស់អ្នកនយោបាយមិត្តហើយពិតមែនហើយក៏ប៉ុន្តែតថភាពជាក់ស្ដែងគឺវាមិនមែនជារឿងការពិតដែលថាការដែលគណៈបកកម្ពុជានៅរឹងមាំដោយសារប្រជាពលរដ្ឋមានការសាមគ្គីគ្នាជាធ្លុងមួយទេកម្ពុជាអត់មានសាមគ្គីជាធ្លុងមួយទេបងប្អូនកម្ពុជារាល់ថ្ងៃគឺដូចសម័យខ្មែរក្រហមដែលលើកដៃបដិញ្ញាមហាលូតផ្លំមហាអស្ចារ្យបាយ3ពេលអត់ទាំងមានផងមានតែបបររាវក៏ឃ្លោកគឺនៅតែបដិញ្ញាអង្គការមហាលូតផ្លោះអង្គការមហាអស្ចារ្យដ៏ភ្លឺស្វាងត្រឹមត្រូវតែគ្រប់គ្រងអង្គការដើម្បីអីបងប្អូនគឺដើម្បីបបរ3ពេលដែលរាវក៏ឃ្លោកនឹងទៀតហើយនឹងការដែលមិនយកទៅសម្លាប់ប៉ុន្តែបើឲ្យប្រជាពលរដ្ឋនិយាយអំពី
គាំទ្រគឺគាំអត់គាំទ្រទេយើងឲ្យប្រជាពលរដ្ឋនិយាយមានសេរីភាពកុំចាប់គេដាក់គុកមកបានដឹងថាអូគុណភាពយើងយ៉ាងម៉េចយើងអត់អាចទៅយកបន្ទុកថាខ្លួនយើងគ្រាន់បើនៅពេលដែលគណៈកម្មការឬអ្នកឲ្យបន្ទុកយើងនឹងសុទ្ធតែជាមនុស្សរបស់យើងទី1ហើយរងការគំរាមកំហែងរងការធ្វើទុកបុកម្នេញអត់ហ៊ាននិយាយអីសោះដូច្នេះយើងអត់បានបន្ទុកទេអត់បានបន្ទុកត្រឹមត្រូវទេបន្ទុកហ្នឹងគឺយើងជាអ្នកដាក់ឲ្យខ្លួនឯងហើយការដាក់បន្ទុកឲ្យខ្លួនឯងនេះគឺជាការសម្លាប់ខ្លួនឯងទៅវិញទេអញ្ចឹងដើម្បីឲ្យលោកហ៊ុនម៉ាណែតជឿច្បាស់ថាគណៈបកប្រជាជនមិនទៅណាខ្ញុំស្នើឲ្យលោកធ្វើរឿងវាគ្រាន់តែជាពេលវេលាវាមិនទាន់ដល់ទេខ្ញុំមិនប្រាថ្នាឲ្យប្រទេសនេះរលាយខ្សលទេព្រោះប្រជាពលរដ្ឋខ្មែរឈឺចាប់ខ្លោចផ្សាយូរហើយប៉ុន្តែចង់ឲ្យកែនៅពេលដែលស្ថានភាពកំពុងតែដាបខ្លាំងដើម្បីកុំឲ្យយើងចូលទៅដល់ក្នុងសម័យសង្គ្រាមស៊ីវិលសម័យបង្ហូរឈាមគ្នាទឹកឡើងត្រីស៊ីសម្ោចទឹកហុយសម្ោចស៊ីត្រីអីទៀតលោកក៏ដឹងដែរប្រជាពលរដ្ឋថ្នាក់ដោយសារអីការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យការបោះឆ្នោតដោយមិនសេរីត្រឹមត្រូវនឹងយុត្តិធម៌ការបំផ្លាញគណៈបកប្រឆាំងការបំផ្លាញអង្គការសង្គមស៊ីវិលការធ្វើទុកបុកម្នេញអ្នកសារព័ត៌មានការចាប់មនុស្សចងគំរាមគ្រប់បែបយ៉ាងហើយអ្នកទោសមនសិការសប្ងៃនៅក្នុងពន្ធនាគារ130នាក់លោកហ៊ុនម៉ាណែតក៏ដឹងដែរតើនេះឬសាមគ្គីជាតិនេះឬឯកភាពជាតិគណៈបកប្រឆាំងរត់ប្រសាចែកជើងគ្នាអត់អាចចូលទៅក្នុងប្រទេសកម្ពុជាបានដើម្បីចូលរួមប្រកួតប្រជែងអីហើយរលរឿងគ្នាគ្រប់ពេលចង់តែចាប់ធ្វើទុកបុកម្នេញតឡាការនឹងផ្ដន់ទាទោសមន្ត្រីបកប្រឆាំងរាប់ភ្លេចហើយទៅនេះឬជាការផ្សះផ្សាជាតិជាឯកភាពជាតិជាមហាគ្រួសារខ្មែរអស់លោកមើលទៅលោកហ៊ុនម៉ាណែតមានមើលទេដែលពេលថាខ្មែរយើងមានមហាសាមគ្គីនៅទូទាំងពិភពលោកទាំងនៅស្រុកខ្មែរផងធ្លុងមួយដើម្បីជួយការពារដែនអធិបតេយ្យរបស់យើងអ្នកណាក៏ស្រឡាញ់ជាតិខ្មែរដែរអ្នកណាក៏ស្រឡាញ់ជាតិមិនឲ្យបរទេសឈ្លានពានដែរប៉ុន្តែរដ្ឋាភិបាលដែលដឹកនាំឲ្យដោយគ្រួសារតកូលហ៊ុនអត់អាចការពារដែនអធិបតេយ្យដី76កន្លែងនឹងបានហើយទៅចាប់ផ្ដើមបិទមាត់អ្នកដែលគេរិះគន់ហើយទៅថានឹងជាសាមគ្គីជាតិហើយគេតវ៉ាទីឲ្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទៅរករឿងគេទៀតក្រុមអាមីអថោងគាត់ហ្នឹងដូច្នេះរឿងនេះវាអត់មានសាមគ្គីជាតិអីទេតែសាមគ្គីផ្ទៃក្នុងរបស់គណៈបកប្រជាជនកម្ពុជាសពថ្ងៃហ្នឹងក៏មិនអាចគ្រប់គ្រងបានផងព្រោះអីវាត្រូវការមនុស្សដែលបាត់ប្រយោជន៍យូរទៅចាប់ផ្ដើមខ្សោះហើយយូរទៅឆ្លោះគ្នាឯងបន្តិចទៀតឆ្លោះគ្នាអស់មានអីហូបហើយព្រោះដោយសារសេដ្ឋកិច្ចក៏ធ្លាក់ស្អីក៏ដាបចាប់ផ្ដើមបាត់អាប្រាក់ចំណូលចាប់ផ្ដើមមួម៉ៅព្រោះមនុស្សទាំងអស់គ្នាដោយអង្គការមហាមន្ត្រីអីគឺគេបានចំណេញដោយសារតែអង្គើពុករលួយដោយសារអង្គើអត់មាននីតិរដ្ឋអង្គើអីហ្នឹងគេស្រួលរកស៊ីគេស្រួលប្រឡំបន្លំគេស្រួលបើព្រោះអត់មាននរណាទៅផ្ទៀងផ្ទាត់លុយហ្នឹងបានមកពីណាប្រកាសទ្របអីយ៉ាងម៉េចអីពុករលួយអីចឹងអាលុយហ្នឹងវាហូរចូលកប៉ៅឯកជនអស់ទៅគាត់ចេះតែមានបានគាត់ចេះតែគ្រប់ត្រដល់ពេលឥឡូវអាលុយហ្នឹងវាអស់វាហើយទៅអា scam ហ្នឹងធ្វើឲ្យសេដ្ឋកិច្ចហ្នឹងចាប់ផ្ដើមបាត់ភ្ញៀវបាត់អីឥឡូវបញ្ហាបិទព្រំដែនបញ្ហាអីហ្នឹងគឺធ្វើឲ្យមានបញ្ហាពួកគាត់ក៏មានបញ្ហាដែរហើយដល់យូរទៅតើការគ្រប់គ្រងហ្នឹងវាយ៉ាងម៉េចលោកទៅមើលខ្លួនឯងទៅហើយលោកហ៊ុនម៉ាណែតខ្លួនឯងក៏យល់រឿងនេះច្បាស់ដែរលោកហ៊ុនម៉ាណែតណាបើដឹងថាខ្មែរយើងនៅក្រៅប្រទេសគ្រប់គ្រងយ៉ាងម៉េចគ្រាន់តែដោយកាលពីមិនទាន់ឡើងជានាយករដ្ឋមន្ត្រីគាត់គេឮថាខ្សែតកូលហ៊ុនគ្រាន់តែយករូបបដិមាប្រកេះរបស់បច្ចេកវរ្ម័នទី7យកទៅចង់ជូនសាលាក្រុង Lowell គេធ្វើបាតកម្មចង់ឆេះសាលាក្រុងគ្រាន់តែឮថាលោកហ៊ុនម៉ាណែតមកហែ parade នៅក្រុងឡុងប៊ិចដែលមានខ្មែរច្រើនជាងគេកាលពីឆ្នាំ2016ចង់ឆេះសាលាក្រុងឡុងប៊ិចគេទៅតវ៉ាប្រឆាំងប្រជាប្រដ្ឋខ្មែរនៅក្រៅប្រទេសហើយចុះបើគេមានការផ្សះផ្សាជាតិដែលគេស្រឡាញ់ការដឹកនាំរបស់អស់លោកក្រុមគ្រួសារអ្នកណាគេទៅជំទាស់មេដឹកនាំខ្មែរដែលមកហែក្បួនវប្បធម៌អីនៅទីក្រុងឡុងប៊ិចអ្នកណាគេទៅជំទាស់ខ្មែរយើងដែលយកព្រះកេះរបស់ព្រះបាទជ័យវរ្ម័នទី7តំណាងឲ្យដួងព្រលឹងខ្មែរយកជាកាដូឲ្យសាលាក្រុងឡុងប៊ិចដើម្បីតំណាងឲ្យជាតិខ្មែរប៉ុន្តែដល់ពេលអ្នកឮថាលោកហ៊ុនម៉ាណែតជាអ្នកយកទៅឲ្យគឺបាតកម្មរហូតតឥឡូវមិនដឹងប្រកេះនឹងនៅឯណាឬសូយកមកដាក់នៅស្ថានទូតខ្មែរនៅ DC នៅរដ្ឋធានី Washington អីណាដូច្នេះខ្មែរយើងគឺបែកបាក់គ្នាខ្លាំងមែនតើមិនមែនបែកបាក់ដោយសារខ្មែរអត់ស្រឡាញ់គ្នាទេបែកបាក់គឺដោយសារតែនយោបាយកខ្វក់
របស់គណៈបកកណ្ដាលអំណាចនៅក្នុងការរំលាយគណៈបកប្រឆាំងតើបើឲ្យគេប្រកួតប្រជែងតាមយុត្តិធម៌ទៅអញ្ចឹងដើម្បីស្ដារស្ថានភាពនេះហើយខ្ញុំពេញចិត្តដែរបើសិនជាមានគណៈបកណាឬរដ្ឋាភិបាលណានៅកម្ពុជានឹងនៅអាចទប់កុំឲ្យមានសង្គ្រាមស៊ីវិលកុំឲ្យមានចម្បាំងរាំងជលអីខ្ញុំសប្បាយចិត្តទេខ្ញុំមិនចង់ឲ្យមានការបង្ហូរឈាមអីទៀតទេខ្មែរជាចាប់គ្រប់គ្រាន់ណាប៉ុន្តែលោកត្រូវកែជាងការដែលទៅប្រាប់ឲ្យសុបិនណាមេដឹកនាំផ្ដាច់ការនៅលើលោកហ្នឹងនៅណាក៏ដូចនៅណាដែរតើតែដូចសាដាំហ៊ូសេនដែលចូលទៅដល់ក្នុងរុនកដោប៉ុណ្ណេះហើយក៏នៅតែគិតថាគាត់អត់មានចោះញោមតតែគេកបួចមកបានគាត់ថាអូដល់ថ្ងៃចុងក្រោយអញ្ចឹងទៅអត់កែអត់ធ្វើតាមហើយទៅតាំងទៅអួតអំពីស្នាដៃឥឡូវអ្វីដែលគួរឲ្យចម្លែកមែនតើមួយទៀតគឺថ្ងៃហ្នឹងគាត់ទៅប្រាប់តំណាងអង្គការសហជីវជាតិគឺលោកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាគឺលោក Thomas Andrew គាត់ប្រាប់ថាកម្ពុជាយកចិត្តទុកដាក់រឿងគោរពសិទ្ធិមនុស្សនេះណាលើកស្ទួយគោរពសិទ្ធិមនុស្សតាមពិតខ្ញុំសរសើរថ្នាក់ដឹកនាំកម្ពុជាដែលពុយកែចង់និយាយថាពុយកែពិធីសារហ្នឹងគឺគាត់អានតាមសារដែលត្រូវតែនិយាយឲ្យរត់មាត់ដូចសេកចឹងមកគឺកម្ពុជាមានការគោរពសិទ្ធិមនុស្សខ្ជាប់ខ្ជួនសុំទោសឲ្យលើកស្ទួយហើយគាត់ទៅប្រាប់លោក Thomas Andrew ថ្ងៃហ្នឹងព្រោះលោក Thomas ទៅជួបលោកហ៊ុនម៉ាណែតប្រហែលជាអ្នកបុគ្គលចុងក្រោយគាត់ទុកលោកហ៊ុនម៉ាណែតឲ្យជួបចុងក្រោយគេក៏មិនដឹងព្រោះអីលោកត្រូវចាប់ដំណើរទស្សនកិច្ចគាត់10ថ្ងៃជាងហ្នឹងត្រឹមថ្ងៃ31ស្អែកនេះហើយដូច្នេះអាចជួបលោកហ៊ុនម៉ាណែតប្រហើយទៅហើយទុកមនុស្សសំខាន់ចុងក្រោយគេហើយទៅស្ដាប់សាររបស់លោកហ៊ុនម៉ាណែតហ្នឹងអត់មានខុសអីពីសារលោកហ៊ុនម៉ាណែតនិងលោកនាយករដ្ឋមន្ត្រីលោកហ៊ុនសែននិងអ្នកដទៃទៀតតំណាងឲ្យខ្មែរនៅអង្គការសហប្រជាជាតិដែលទៅប្រាប់អង្គការសហប្រជាជាតិរាល់ឆ្នាំថាកម្ពុជាគោរពសិទ្ធិមនុស្សណាស់ប៉ុន្តែពេលដែលយើងទៅប្រាប់គេរាល់ឆ្នាំហ្នឹងគឺរបាយការណ៍របស់អង្គការសហប្រជាជាតិរាល់ឆ្នាំណាក៏កម្ពុជារំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យដែរដូច្នេះយើងពូកែអាពិធីសារតែយើងអត់ព្រមកែអ្វីដែលជាបញ្ហាហើយថ្ងៃនេះគាត់ឃើញសាររបស់គណៈបកប្រជាជនកម្ពុជាជារបស់រដ្ឋាភិបាលកម្ពុជាគាត់ដាក់ថាគាត់ស្វាគមន៍លោក Thomas Andrew នៅក្នុងការជួយសហការក្នុងន័យស្ថាបនាហើយស្នើឲ្យលោក Thomas Andrew សរសេររបាយការណ៍ឲ្យគ្រប់ជ្រុងជ្រោយអ្នកគាត់ប្រើពាក្យអញ្ចឹងណាឲ្យគ្រប់ជ្រុងជ្រោយឲ្យដឹងអំពីតថភាពជាក់ស្ដែងនៅស្រុកខ្មែរថាកម្ពុជាគោរពសិទ្ធិមនុស្សណាស់អញ្ចឹងសូមឲ្យលោក Thomas Andrew នេះកុំទៅសេតែមួយជ្រុងឲ្យស្ដាប់គ្រប់ភាគីល្អដែរខ្ញុំសរសើរលោក Andrews ដែរគាត់ទៅជួបតំណាងគណៈបកនយោបាយជួបជនរងគ្រោះដីធ្លីជួបជនភាសឹកជួបរដ្ឋាភិបាលជួបអីដូចតែលោកសូរិយាស៊ូបេឌីដូចលោកយ៉ាសហ្គៃដូចលោកវិទិតមន្តភ័ណ្ឌដូចអ្នកស្រីរ៉ូណាស្មីតគាត់ដើរទៅជួបគ្រប់ភាគីឲ្យរដ្ឋាភិបាលប្រាប់ទៀតថាទៅសរសេរឲ្យគ្រប់ជ្រុងជ្រោយកុំទៅសេតាមមួយខាងដល់តែពេលមកដល់អង្គការសហប្រជាជាតិរាយការណ៍ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺកម្ពុជារំលោភសិទ្ធិមនុស្សស្ថានភាពកាន់តែដាបរាល់ឆ្នាំអ្នករាយការណ៍ណាក៏អញ្ចឹងហើយយើងជឿថាលោក Andrew នឹងសរសេររបាយការណ៍ថ្មីពីនឹងទេវាអត់ទេនិយាយទៅអ្វីដែលអត់មានអីប្លែកហ្នឹងគឺដោយសារកម្ពុជាអត់ដែលធ្វើអីប្លែកដែរធ្វើដដែលរាយការណ៍ប្រាប់អ្នកអង្គការអ្នករាយការណ៍ពិសេសដដែលហើយទៅប្រាប់ថាយើងគោរពសិទ្ធិមនុស្សយ៉ាងម៉េចអ្នកទោសមនសិការ130នាក់ជាងនៅក្នុងពន្ធនាគារដោយចឹងកញ្ញាសេងធីរីដែលជាខ្មែរអាមេរិកហើយលោក Thomas Andrew នេះជាជនជាតិអាមេរិកទៅទៀតជាតំណាងអតីតតំណាងរាស្ត្រហើយការពារសិទ្ធិមនុស្សហើយជនជាតិខ្មែរអាមេរិកមានសញ្ជាតិអាមេរិកកំពុងជាប់គុកនៅឯប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតហើយដោយសាររឿងបញ្ចេញមតិហើយទៅគាត់ទៅប្រាប់គេថាសិទ្ធិមនុស្សយើងលើកស្ទួយយកចិត្តទុកដាក់ខ្លាំងតែលោកហ៊ុនម៉ាណែតគាត់ប្រើភាសាដោយលោកហ៊ុនសែននិយាយថ្ងៃមុនដែរពេលជួបលោក Thomas Andrew គាត់ថាសិទ្ធិមនុស្សគឺអាស្រ័យទៅលើការគោរពច្បាប់ប៉ាកែខ្ញុំសរសើរថ្នាក់ដឹកនាំខ្មែរប៉ាកែមែនតើជាការពិតដែរណាក៏មានសិទ្ធិដែរប៉ុន្តែសិទ្ធិរបស់យើងគឺវាមានដែនកំណត់ត្រង់ថាយើងត្រូវតែធ្វើឲ្យត្រូវច្បាប់មិនមែនសិទ្ធិនឹងយើងដើរតែកាប់ចាក់គេមានសិទ្ធិដើរសម្លាប់គេឬសិទ្ធិដើរបរិហាគេឬសិទ្ធិអីអញ្ចឹងទេវាត្រូវតែមានច្បាប់កំណត់
ដើម្បីការពារបុគ្គលការពារឯកជនភាពអីចឹងដែរក៏ប៉ុន្តែនៅប្រទេសកម្ពុជាសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងគឺត្រូវគេរំលោភបំពានគ្រប់យ៉ាងមិនមែនរំលោភតែរដ្ឋធម្មនុញ្ញកម្ពុជាទេគឺរំលោភទាំងកិច្ចព្រមព្រៀងរំលោភទាំងសន្ធិសញ្ញាអន្តរជាតិដូចជាកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ICCPR អីវិញដែលកម្ពុជាខ្លួនឯងជាម្ចាស់ហត្ថលេខីជាអ្នកដែលព្រមព្រៀងឲ្យយកកិច្ចព្រមព្រៀងដើម្បីរក្សាសិទ្ធិសេរីភាពសិទ្ធិសេរីភាពប្រជាពលរដ្ឋគឺសិទ្ធិបញ្ចេញមតិសិទ្ធិប្រមូលផ្ដុំសិទ្ធិជួបជុំសិទ្ធិបង្កើតសហជីពសិទ្ធិធ្វើនយោបាយសិទ្ធិអីហ្នឹងគឺត្រូវមានទាំងអស់ប៉ុន្តែសិទ្ធិនេះណាភាគច្រើនគឺមានសម្រាប់តែអ្នកគ្រប់គ្រងគណៈបកប្រជាជនទេអ្នកណាហ៊ាននិយាយរិះគន់គណៈបកប្រជាជនគឺសិទ្ធិទាំងអស់នេះត្រូវគេដកហូតអស់តែម្ដងមើលតែលោករងឈុនមើលតែលោកកម្មសុខាមើលតែលោកសុនចន្ទធីហើយនឹងតំណាងរាជគណៈបកប្រជាសង្គ្រោះជាតិជាច្រើនទៀតដែលត្រូវបានគេផ្ដន់ទាទោសដោយសារតែរឿងនយោបាយដូច្នេះរឿងទាំងអស់នេះហើយដែលនិយាយទៅយើងអត់ទៅមុខហើយយើងនៅតែអួតថាយើងមានលទ្ធផលល្អខ្ញុំសង្ឃឹមថាលោក Thomas Andrew សរសេរអីល្អពីខ្មែរចុះប៉ុន្តែខ្ញុំគ្មានសុតិធិនិយមសំបីតែប៉ុនសរសៃសក់ព្រោះអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើគឺដដែលរាល់ឆ្នាំហើយរំពឹងថានឹងបានលទ្ធផលថ្មីអាការដែលធ្វើដដែលហើយរំពឹងលទ្ធផលថ្មីនេះបើតាមលោក Albert Einstein ដែលជាទស្សនវិទូអន្តរជាតិហ្នឹងគាត់ថាជាអំពើឆ្កួតលីលាមិនជាពាក្យមុះណារ៉េតទេគឺជាទស្សនវិទ្យារបស់លោក Albert Einstein ដែលគាត់និយាយដូចនេះគឺថាយើងធ្វើអីក៏ដោយតែធ្វើដដែលហើយរំពឹងថាបានលទ្ធផលថ្មីគឺជាអំពើឆ្កួតលីលាហើយព្រោះវាអត់ដែលទៅថ្មីកើតទេឧទាហរណ៍ថាយើងចេញក្រៅផ្ទះពេលដែលមេឃភ្លៀងយើងឃើញមេឃស្រទុំពពកខ្មៅមីដេដាខ្យល់បក់វូយើងគិតថាច្បាស់ជាភ្លៀងហ៎ព្រោះអីអាកាសធាតុបែបនេះគឺជាសញ្ញាណបញ្ជាក់មកថាភ្លៀងតែយើងអត់យកឆាត់ទៅតាមទេព្រោះយើងគិតថាអត់ភ្លៀងទេបន្ថយទៅដល់ពេលដើរបានប្រហែល5នាទីភ្លៀងមករ៉ាវទៅទឹកជោកមួយអាទិត្យពីរអាទិត្យក្រោយមកមុនចេញពីផ្ទះមើលឃើញមេឃរៀងសតុំអញ្ចឹងទៀតហ៎អីអញ្ចឹងទៀតពពកខ្មៅមីដេដាអញ្ចឹងទៀតហ៎ហើយមានផ្គរគ្រឿងផងយើងគិតបន្ថយទៀតហ៎ខ្ជិលយកឆាត់ទៅតាមកុំឲ្យធ្ងន់ដៃសាកម្ដងទៀតមើលតើវានឹងភ្លៀងទៅទឹកអត់ដើរមកបន្ទុះភ្លៀងមកទៅទឹកទៀតយើងធ្វើអញ្ចឹងដដែលហើយទៅភ្លៀងអត់យកឆាត់ទៅទឹកនេះជាអំពើឆ្កួត